ការប្រកួតបែបគុណខ្មែរ3ទឹកគូនេះអាយ៉ាណែកូនសិស្សលោកគ្រូរីកីមកអត់មានលក្ខកម្លាំងទុកទៅផ្ទះវិញទេបាទគឺថាគួរជួបមឹងស្វាគមន៍រៀបច្បងដោយផ្លែកាអូយចុះកែងទៅនេះចាំមិនហើយបាទឆាយវិរៈត្រង់នេះអញ្ញាកណា1រាប់បាត់ទៅហើយ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
បញ្ចប់ការប្រកួតបាត់ទៅហើយបាទគឺថាកែង3កែងជាប់គ្នាមិញបាទរីគីគុំបាទឥឡូវនេះដូចជាបាទវាចក្តោងចំមកផងបាទលោកគ្រូពេទ្យកំពុងតែជួយគេថាសង្គ្រោះបឋមបាទមិញវិរៈគាត់ដឹកស្មានមកដល់ថាសិស្សប្អូនមកប្រាវអញ្ចឹងបាទនេះឆ្អល់កែងមួយទៀតបាទហើយចូលរួមសោកស្ដាយដល់បាទឆៃវិរៈគូនេះទំនងថាកក្រើកប៉ុន្តែយ៉ាងណាបាទលើសង្វៀនគឺគ្មានទេពាក្យថាអត់មានឱកាសគឺវាយហើយបាទត្រង់នេះចូលមួយកែងបាទហើយក៏មួយកែងស្ដាំពីលើត្រង់នេះមួយទៀតបើតាមមើលដូចជាចូលកែងទី2អូហូយបាទលោកគឹមសងស្រស់នឹងភ្នែកតែម្ដងបាទអូយបាទគឺថាពិតជាបាទគេហៅថាខ្លាំងមែនណាបាទកែងរបស់បាទរីគីគុំនេះបាទ1 2 3វិរៈនឹងថ្កល់ទៅដល់និយាយទៅប្រហែលជាគាត់ល្អកែងព្រោះថាគ្រាន់តែជួងមឹងទឹកមួយគាត់ទល់ដៃរៀមច្បងហើយដើរចូលបង្ហាញកែងមួយសិនបាទចូលមកកែងទី2ចាប់ផ្ដើមទាញបាទចូលទី3ធ្ងន់បាទអូហូយបាទក្រោយពីលោកអញ្ញាកដាលសម្រេចចិត្តបញ្ឈប់ការប្រកួតនៅក្នុងត្រឹមទឹកទី1ដូច្នេះជ័យជំនះបានទៅលើបង្គោលខៀវរីគីកូ